នេះជាកម្មវិធីទូរទស្សន៍តាមប្រព័ន្ធអ៊ីនធឺណិតរបស់ Vuthu Azizi Serai សួស្តីលោកអ្នកនាងកញ្ញាជាទីមេត្រីមេតិការព័ត៌មានសម្រាប់ថ្ងៃសុក្រទី6ខែធ្នូរួមមានគណៈបកសង្គ្រោះជាតិនិងគណៈបកប្រជាជនកម្ពុជានៅមិនទាន់អាចកំណត់ពេលចរចានយោបាយជាថ្មីគណៈបកសង្គ្រោះជាតិស្នើឲ្យក្រសួងមហាផ្ទៃស៊ើបអង្កេតករណីគំរាមសម្លាប់លោកកឹមសុខានិងព័ត៌មានសំខាន់មួយចំនួនទៀតជាបន្តទៅទៀតនេះខ្ញុំបាទយុនសាមៀនសូមជូនព័ត៌មានពិស្ដាគណៈបកសង្គ្រោះជាតិនិងគណៈបកប្រជាជនកម្ពុជាបានឆ្លើយដាក់គ្នាទៅវិញទៅមកអំពីការកំណត់ពេលជួបចរចាជាថ្មីដើម្បីដោះស្រាយវិបត្តិនយោបាយក្រោយការបោះឆ្នោតតំណាងក្រុមដឹកនាំចរចាគណៈបកប្រជាជនកម្ពុជាលោកព្រំសុខានិងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃមានប្រសាសន៍ថាគណៈបកប្រជាជនកម្ពុជានៅតែបើកផ្លូវចរចាជាមួយគណៈបកសង្គ្រោះជាតិលោករិះគន់គណៈបកសង្គ្រោះជាតិថាការធ្វើបាតកម្មមិនអាចដោះស្រាយបញ្ហានយោបាយបានឡើយគណៈបកប្រជាជននៅតែត្រៀមខ្លួនសម្រាប់ការចរចាស្វែងរកដំណោះស្រាយការចរចាវាជាវិធីដើម្បីស្វែងរកដំណោះស្រាយមិនមែនការធ្វើបាតកម្មអាចរកដំណោះស្រាយបានទេគណៈបកប្រឆាំងគ្រងនឹងជួបជុំគ្នានៅថ្ងៃទី10ធ្នូនៅទីលានប្រជាធិបតេយ្យនិងគ្រូធ្វើមហាបាតកម្មរៀងរាល់ថ្ងៃអាទិត្យដើម្បីទាមទារដោះស្រាយភាពមិនប្រក្រតីនៃការបោះឆ្នោតមន្ត្រីនាំពាក្យគណៈបកសង្គ្រោះជាតិលោកញ៉ែមបញ្ញរិទ្ធមានប្រសាសន៍ថាគណៈបកសង្គ្រោះជាតិក៏នៅបន្តស្វែងរកការចរចានយោបាយប៉ុន្តែការខ្វែងគំនិតគ្នាត្រង់ថាគណៈបកប្រជាជនកម្ពុជាមិនព្រមយករបៀបវារៈ3ចំណុចដែលគណៈបកសង្គ្រោះជាតិទាមទារដាក់ក្នុងការចរចាចំណុចទាំងនោះរួមមានការស្វែងរកការពិតពីលទ្ធផលបោះឆ្នោតទី2សូមឲ្យមានដឹកនាំកម្ពុជាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលាលែងពីតួនាទីនិងទី3កែតម្រង់ការបោះឆ្នោតគណៈបកសង្គ្រោះជាតិនៅថ្ងៃសុក្របានស្នើឲ្យលោកសខេងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃចាត់វិធានការស៊ើបអង្កេតការគំរាមកំហែងបាញ់សម្លាប់លោកកឹមសុខាអនុប្រធានគណៈបកសង្គ្រោះជាតិលិខិតគណៈបកសង្គ្រោះជាតិមួយច្បាប់ផ្ញើទៅលោកសខេងសរសេរថានៅក្នុងបណ្ដាញសង្គម Facebook ដែលមានម្ចាស់គណនីឈ្មោះផែងវណ្ណៈបានគំរាមបាញ់សម្លាប់លោកកឹមសុខាគណៈបកសង្គ្រោះជាតិស្នើឲ្យលោកសខេងស៊ើបអង្កេតនិងវែកមុខជនល្មើសមកកាត់ទោសតាមផ្លូវច្បាប់និងផ្ដល់សុវត្ថិភាពដល់ពលរដ្ឋទូទៅក៏ដូចជាលោកកឹមសុខាផងដែរលោកផែងវណ្ណៈកាលពីថ្ងៃប្រហ័សទី5បដិសេធថាលោកមិនមែនជាអ្នកគំរាមសម្លាប់លោកកឹមសុខាទេលោកផែងវណ្ណៈបន្តថាមានមនុស្សផ្សេងទៀតបន្លំប្រើប្រាស់ទំព័រ Facebook របស់លោកដើម្បីគំរាមលោកកឹមសុខាការកកស្ទះចរាចរណ៍នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យនៅតែបន្តកើតមានចាប់ពីថ្ងៃទី1ខែធ្នូរហូតដល់ព្រឹកថ្ងៃសុក្រទី6ខែធ្នូនេះការកកស្ទះចរាចរណ៍នេះបណ្ដាលមកពីមានរថយន្តជាច្រើនសម្រុកឆ្លងដែនចូលទៅក្នុងទឹកដីថៃរថយន្តទាំងនោះភាគច្រើនជារថយន្តរបស់ប្រជាពលរដ្ឋខ្មែរដែលមកពីតាមខេត្តក្រុងផ្សេងបាននាំគ្នាចូលទៅទិញហ្គាសពីទឹកដីថៃយកមកលក់នៅក្នុងទឹកដីខ្មែរកាលពីពេលថ្មីនេះអាជ្ញាធរថៃបានបន្តឹងសន្តិសុខត្រួតពិនិត្យរថយន្តឆ្លងចូលទឹកដីថៃក្រោយពីមានបាតកម្មប្រឆាំងរដ្ឋាភិបាលថៃការកកស្ទះនេះបណ្ដាលឲ្យប៉ះពាល់ដល់ភ្ញៀវទេសចរអន្តរជាតិដែលធ្វើដំណើរចេញចូលពីទឹកដីថៃមកប្រទេសកម្ពុជាក្រុមអ្នកភូមិគ្រូបង្រៀននិងសិស្សវិទ្យាល័យសម្ដេចក្រុងព្រះនរោត្តមរណរដ្ឋអូអំពិលនៅខេត្តបន្ទាយមានជ័យជាច្រើនរយនាក់នៅថ្ងៃសុក្របាននាំគ្នាលើកបដាតវ៉ាប្រឆាំងជំទាស់ទៅនឹងម្ចាស់រថយន្តដឹកដីធុនធំដែលធ្វើដំណើរឆ្លងកាត់មុខសាលារៀនក្រុមអ្នកតវ៉ាទាំងនោះបានស្នើសុំឲ្យអាជ្ញាធរខេត្តបន្ទាយមានជ័យបញ្ឈប់រថយន្តធុនធំដឹកជញ្ជូនដីឆ្លងកាត់ខាងមុខវិទ្យាល័យសម្ដេចក្រុងព្រះនរោត្តមរណរដ្ឋអូអំពិលការទាមទារនេះកើតឡើងបន្ទាប់ពីមានការគ្រោះថ្នាក់ចរាចរណ៍មួយកាលពីថ្ងៃទី5ខែធ្នូបង្កឡើងដោយរថយន្តដឹកដីមួយគ្រឿងដាច់ហ្វ្រាំងទៅបុករោងម៉ាស៊ីនកិនស្រូវបណ្ដាលឲ្យម្ចាស់រោងម៉ាស៊ីនរបួសធ្ងន់និងខូចខាតទ្រព្យសម្បត្តិជាច្រើនទៀតអភិបាលខេត្តបន្ទាយមានជ័យលោកគូសុំសរឿនមានប្រសាសន៍ថាអាជ្ញាធរខេត្តបានចាត់វិធានការទប់ស្កាត់បញ្ហានេះហើយលោកនាងកញ្ញាទើបបានទស្សនាព័ត៌មានរបស់ Vuthu Azizi Serai ប្រធានាធិបតី Washington សម្រាប់កម្មវិធីផ្សាយប្រចាំថ្ងៃសូមអញ្ជើញចូលកាន់គេហទំព័រ www.rfa.org/khmer ខ្ញុំបាទយុនសាមៀនសូមអរគុណនិងសូមជម្រាបលា